បាទសួស្តីបងប្អូនទាំងអស់គ្នាបាទជាពិសេសបងប្អូនដែលមានបំណងចង់បម្រើការងារជាភ្នាក់ងារឥណទានដែលយើងហៅថា CO តើ CO ហ្នឹងយើងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីទូនាទីហ្នឹងឬក៏ការងារហ្នឹងបាទអញ្ចឹងអត្ថប្រយោជន៍ទី1ដែលយើងទទួលបានបាទគឺប្រាក់បៀវត្សគោមានន័យថាប្រាក់ខែគោដែលធនាគារឬក៏ស្ថាប័ននីមួយៗផ្ដល់ជូនយើងបាទហើយទី2ប្រាក់ឧបត្ថម្ភលុយសាំងនិងលុយម៉ូតូប្រចាំខែសម្រាប់យើងចុះធ្វើការបាទហើយទី3ប្រាក់ឧបត្ថម្ភនៅការគ្រប់គ្រងឬក៏គ្រប់គ្រងឥណទានបានល្អហើយនឹងការបញ្ចេញឥណទានគ្រប់ផែនការរបស់ខ្លួនបាទហើយទី4ទទួលបានចំណេះដឹងទាក់ទងទៅនឹងវិស័យធនាគារហិរញ្ញវត្ថុគណនេយ្យការងាររដ្ឋបាលឬក៏ការងារគ្រប់គ្រងផ្សេងបាទហើយចំណុចទី5បាទទាក់ទងទៅនឹងការចេះផ្នែកលក់ឬក៏តំណែងជាមួយមិត្តរួមក្រុមការងារអតិថិជនបងប្អូនប្រជាពលរដ្ឋឬក៏អាជ្ញាធរផ្សេងបាទហើយចំណុចទី6បាទការដោះស្រាយបញ្ហាបាទអញ្ចឹងពេលដែលយើងធ្វើការគឺយើងតែងតែជួបបញ្ហាមិនថាបញ្ហានៅក្នុងកន្លែងធ្វើការឬក៏បញ្ហាជាមួយនឹងអតិថិជនឬក៏បញ្ហាខាងក្រៅគឺយើងចេះដោះស្រាយវាទាន់ពេលវេលានិងចេះបត់បែនបាទអញ្ចឹងមួយទៀតតកតងទៅនឹងអត្ថប្រយោជន៍ចុងក្រោយនោះគឺមានឱកាសឡើងនៅទូនាទីបន្តបាទឧទាហរណ៍ថាយើងជា CEO យើងអាចឡើងទូនាទីជាប្រធានផ្នែកឥណទានឬក៏ប្រធានសាខាតាមបទពិសោធន៍ឬក៏លទ្ធផលការងារនិងអកប្បកិរិយារបស់យើងបាទផ្ទាល់ខ្លួនហ្នឹងហើយបាទអញ្ចឹងទាំងអស់នេះគឺជាអត្ថប្រយោជន៍ដែលយើងទទួលបាននៅពេលដែលយើងចូលបម្រើការងារជាភ្នាក់ងារឥណទានបាទដែលយើងហៅថា CO បាទអរគុណ